Chaជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ channel របស់ខ្ញុំថ្ងៃនេះខ្ញុំមកទស្សនាប្រាសាទមួយដែលមានឈ្មោះថាប្រាសាទបខែងណាភ្នំបខែងចាប្រាសាទភ្នំបខែងភាគច្រើនបងប្អូនយើងមកទស្សនាហ្នឹងគឺគាត់មកនៅពេលព្រឹកព្រលឹមណាមកមើល sunrise ហើយនិង sunset នៅពេលល្ងាចណាចាគឺថ្ងៃរះនិងថ្ងៃលិចអញ្ចឹងតោះសូមទៅទស្សនាជាមួយគ្នាណាតើប្រាសាទបខែងមានទេសភាពស្អាតយ៉ាងម៉េចខ្លះអូខេចាអូខេតោះសូមជិះទៅទាំងអស់គ្នាណាចាប្រាសាទភ្នំបខែងត្រូវបានកសាងឡើងនៅចុងសតវត្សទី9និងដើមសតវត្សទី10នៅរាជ្យព្រះបាទយសោយរ្ម័នទី1ដែលគោរពចំពោះព្រហ្មញ្ញសាសនាចាប្រាសាទនេះស្ថិតនៅចំពីលើកំពូលភ្នំធម្មជាតិមួយដែលមានទីតាំងនៅចំកណ្ដាលទីក្រុងយសោយថបុរាស្ថិតនៅខាងឆ្វេងដៃផ្លូវពីប្រាសាទអង្គរវត្តយើងទៅកាន់ប្រាសាទបាយ័នចាហើយបើយើងចាប់គិតពីជើងភ្នំរហូតដល់កំពូលភ្នំគឺមានកម្ពស់78ម៉ែត្រចាប្រាសាទភ្នំបខែងគឺជាប្រាសាទមួយដែលមានទេសភាពស្រស់ស្អាតមែនទែនមិនចាញ់ភ្នំប្រាសាទភ្នំបូកនិងប្រាសាទភ្នំក្រោមប្រមាណទេចាហើយចំណុចពិសេសរបស់ប្រាសាទនេះគឺស្ថិតនៅក្នុងកណ្ដាលទីក្រុងតែម្ដងនៃទីក្រុងសៀមរាបចានៅចន្លោះកណ្ដាលទីក្រុងតែម្ដងអញ្ចឹងពីភ្នំបូកហើយនិងភ្នំក្រោមមកគឺភ្នំនេះនៅចំកណ្ដាលចាយើងក៏អាចមើលឃើញទេសភាពដ៏ស្រស់បំព្រងនៅលើកំពូលភ្នំជាពិសេសហ្នឹងយើងអាចធ្វើលំហាត់ប្រាណបានជារៀងរាល់ថ្ងៃបើសិនបើជាបងប្អូនចូលចិត្តបងប្អូនអាចអញ្ជើញទៅប្រាសាទភ្នំបខែងបានចាខែនេះគឺស្រស់ស្អាតមែនទែនជាពិសេសនេះគឺផ្កាកន្លាញ់រីកស្គុះស្គាយតែម្ដងចាទៅកន្លែងណាងាកទៅកន្លែងណាក៏ស្អាតដែរស្អាតមែនទែនចាខ្ជិលហើយស្រួលបាក់បាសសក់អស់ហើយសក់ឡើងក៏ត្រឹងនេះហើយស្រួលមែនតើអូខេទាំងអស់គ្នាសង្ឃឹមថាជួបគ្នានៅវីដេអូក្រោយៗទៀតឥឡូវខ្ញុំធ្វើដំណើរត្រឡប់ទៅផ្ទះវិញហើយព្រោះខ្ញុំមកដូចរៀងយូរដែរហើយនៅនេះហើយជាកន្លះម៉ោងជាងសង្ឃឹមថាយើងនឹងជួបគ្នានៅវីដេអូក្រោយៗទៀតអូខេ